តែមិនដែលខូចចិត្តរឿងអត់មានអ្នកណាទិញផ្កាឲ្យទេខ្ញុំនោះតាំងពីតូចដល់ធំតាំងពីតូចរហូតដល់តូចទៀត តាំងពីក្មេងរហូតដល់ចាស់សក់ស្កើគឺមិនដែលខ្វល់ទេណាចង់និយាយថាពីផ្កានេះអានេះគេផ្កាជឿណាគឺស្អាតប្រងព្រាតលក់បាញ់នេះឯងទូថ្លៃទេមកបាច់ចឹង5500អីទេហើយខ្ញុំក៏ដើរមកផ្សារហ្នឹងឆ្វេងឆ្វាចម្នាក់ឯងគឺមករកទិញតែដោះគោអែនសួរណោះក៏ចេញពីមួយទៅមួយក៏ស្នេហាគេប្រាប់ថាចាំកំងអនឡាញអស់ពីកំងអនឡាញគេថាកំងអនឡាញដូចរាំងថ្លៃរមើលទិញផ្ទាល់មើលឯងក៏ចុះឡើងគាត់ថាអូទិញផ្ទាល់ថ្លៃជាងកំងអនឡាញចុះឡើងក៏ឯងដើរឡើង3 4តូបមិនចិត្តឯណាលោកហើយស្រុកនេះគេដើរតឡូនចុះឯងដើរសឡឹងចុះសឡឹងឡើងក៏មកប៉ះទៅដោះគោក្មេងនេះដែលមិនត្រូវការទេត្រូវការទៅដោះគោចាស់ដើម្បីថាជំនួសសុខភាពគាត់នោះឯងដោយសារគាត់ហូបមិនសូវបានអុយគាត់ហូបខ្លួនឯងមិនកើតបានតែបច្ចៈចាណាក៏សាក់លបងមករមើលក្រាញ់បានដូច្នេះឥឡូវឮថាអត់បានទេកំងអនឡាញត្មងទៅ2 3ថ្ងៃនេះក៏បានដេកចាំខូចចិត្តនឹងរឿងអត់បានផ្កាឲ្យដែរគឺខូចចិត្តរឿងគ្រូគេប្រាប់ថាខ្ញុំប្រឡងកណិតជាប់ហើយចង់បញ្ចប់ក៏ដឹកដៃខ្ញុំទៅប្រាប់ថាខ្ញុំប្រឡងកណិតធ្លាក់ទេចឹងត្រូវប្រឡងម្ដងទៀតអូយឯងខ្ជិលឡងរៀនមិនចេះផងរាល់ឆ្នាំបានផ្កាតរហូតនោះឯងខ្ញុំនៅប៉ុន្តែឆ្នាំនេះខ្ញុំលេងក្បាច់ថ្មីខ្ញុំខ្លាយទៅជាមនុស្សដែលផ្ដល់កាដូឲ្យវិញខ្ញុំមកទិញផ្កាតែខ្ញុំឆ្លាតដែរខ្ញុំទិញផ្កាអូកាដេដាក់ថូអញ្ចឹងទៅទោះបីជាថ្លៃព្រោះតម្លៃវា60000រៀលដែរមួយថូអញ្ចឹងណាថ្លៃយ៉ាងណាក៏ដោយ6-70000ដែរទិញយកទៅពីព្រោះគួងតបានយើងទេអញ្ចឹងខ្ញុំមកទិញកាតទិញផ្កាទិញសូកូឡាជូនប្តីម្ដងមើលកុំឲ្យគេប្រកែកជូនយើងពេកគេជូនយើងរហូតហើយឥឡូវយើងជូនគេវិញតាព្រោះក្នុងព្រះគម្ពីរនិយាយថាអ្នកផ្ដល់ឲ្យមានពរជាងអ្នកទទួលហ្នឹងសាក់លបងសិនមកដល់ភ្លាមបាននំអានំខេកដូចខូបកណើតហ្នឹងសុខរសជាតិសូកូឡាមកដល់ភ្លាមគឺថាអស់ផ្លែតែម្ដងនៅសល់តកាតថាស្នេហាខ្ញុំក៏មានប្រភពម្លេងនៅនេះហូបតែខ្ទេចចង់និយាយថាវីដេអូនេះដើរផ្សារពេញសិលណាផ្កាកលាបក្រហមជាពិសេសនៅក្នុងហាង Posh ពាក្យថាហាង Posh គឺហាងដែលលក់តម្លៃថ្លៃគុណភាពល្អលេងកលាបក្រហមនៅសល់តែពណ៌លឿងនិងពណ៌សប្រហែលបាច់ហ្នឹងចង់និយាយត្រឡប់មកសាច់រឿងថាខ្ញុំអត់ខូចចិត្តទេអារឿងអត់បានផ្កាបានអុយនោះខូចចិត្តរឿងរៀនអត់ចេះប្រឡងធ្លាក់អាហ្នឹងបានឈឺជាងអីទៀត